បាទសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាបាទខានជួបប្រិយមិត្តទាំងអស់គ្នាយូរសម្រាប់ channel នេះខ្ញុំមកដែរបានផុសវីដេអូបន្ថែមទៀតបាទអញ្ចឹងឥឡូវយើងចូលមកកាន់វីដេអូថ្មីមួយទៀតហើយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ computer បន្តទៀតហើយអញ្ចឹងសម្រាប់វីដេអូនេះដែរខ្ញុំបាទនឹងជម្រាបជូនបងប្អូនអំពីការរៀបចំឯកសារទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់បាទអញ្ចឹងបងប្អូនប្រើ computer ភាគច្រើនបងប្អូនដាក់លើរាយនៅក្នុងត្រៃ D អញ្ចឹងណាបាទខ្លះត្រៃ C ឡើងពេញបងប្អូនដែលឡើងពេញលើ desktop អីទៅ download ទៅគុំបានទៅពិនិត្យតាមដានឯកសាររបស់យើងដែរបាទអញ្ចឹងសម្រាប់បងប្អូនអ្នកថ្មីសូមជួយ subscribe ម្នាក់មួយហើយបងប្អូនមើលនៅក្នុង page សូមជួយចុច follower ម្នាក់មួយផងដែរបាទអញ្ចឹងបងប្អូនមើលមកលើការរៀបចំឯកសារបាទទុកដាក់ឯកសារបងប្អូនមើលមកកាន់របស់ខ្ញុំវិញបាទមិញខ្ញុំបានបង្ហាញបងប្អូននេះបាទអញ្ចឹងសម្រាប់ឯកសារបងប្អូនដែលប្រើប្រាស់ computer បាទអ្នកថ្មីហ្នឹងភាគច្រើនគាត់អត់សូវបានដឹងទេអញ្ចឹងខ្ញុំក៏ធ្វើវីដេអូនេះបង្ហាញបងប្អូនអរគ្នាឲ្យការរៀបចំឯកសារបងប្អូនឲ្យមានសម្រាប់ខ្ញុំបាទអញ្ចឹងបងប្អូនត្រូវចេះទី1បង្កើត folder បាទដាក់ទៅតាមគោលដៅបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាកន្លែងបងប្អូនមានឃើញ folder ហើយមានអ្នកខ្លះនៅក្រៅ folder អញ្ចឹងណាបាទអញ្ចឹងអាក្រៅ folder គឺអ្វីយើងប្រើញឹកញាប់វានៅក្រៅ folder មិនបាច់ចាំដាក់ក្នុង folder ទេអញ្ចឹងក្នុងនេះខ្ញុំមាន folder សំខាន់ចំនួន3បងប្អូនទី1គឺ document ទី2គឺ photo ទី3គឺ software បាទអញ្ចឹងអាផ្សេងពីហ្នឹងគឺវាអត់ជាបញ្ហាអាចលុបចោលក៏បានមិនក៏បានវាអត់សំខាន់អញ្ចឹងណាបាទអញ្ចឹងបងប្អូនខ្ញុំចង់បង្ហាញអំពី document ជូនបងប្អូនមុនសិនបាទសម្រាប់ folder document នៅក្នុងនេះគឺខ្ញុំមាន folder តូចៗនៅក្នុងបន្ថែមទៀតគឺយើងមានឆ្នាំ2021 21 22បងប្អូននេះណាចឹងឯកសារទាំងអស់ហ្នឹងត្រូវបានតម្រៀបនិងដាក់ចូលទីតាំងនៅតាមឆ្នាំនីមួយៗក៏ដូចជាតាមគោលការណ៍គោលដៅនីមួយៗដូចគ្នាផងដែរដើម្បីអីបងប្អូនគឺងាយស្រួលនៅក្នុងករណីបងប្អូនត្រូវការយកឯកសារចាស់ឯកសារថ្មីចេញមកគឺយើងមានគ្រប់ឆ្នាំតែម្ដងបងប្អូនឃើញទេអញ្ចឹងមានឯកសារខ្លះនៅក្នុង folder ឯកសារខ្លះក៏នៅក្រៅ folder បាទក្រៅ folder មានថាលុបចោលបានឯក្នុង folder គឺជាឯកសារសំខាន់ដែលវាស្ថិតនៅក្នុងតាមលំដាប់លំដោយត្រឹមត្រូវអញ្ចឹងដល់ពេលដែលយើងត្រូវការឯកសារបងប្អូន copy ទៅ folder ណាមួយចូលទៅគឺឯកសាររបស់យើងគឺនៅក្នុងនោះតែម្ដងហើយបងប្អូនដាក់ឈ្មោះឯកសារហ្នឹងមកនេះឈ្មោះអីខ្លះSEC សេចដើមឆ្នាំ AIS EOS ចឹងទៅបងប្អូនណាគឺជាការគ្រប់គ្រងទិន្នន័យដែលមានរបៀបរៀបរយមួយដែលងាយស្រួលបងប្អូនធ្វើការរកឯកសាររបស់យើងអញ្ចឹងបងប្អូនភាគច្រើនដល់ copy ដាក់ចូលគ្នាតគ្នាអញ្ចឹងណាហើយឯកសារហ្នឹងនៅច្បល់ច្រឡំបល់គ្នាអញ្ចឹងបងប្អូនបើយល់ល្អបងប្អូនអាចធ្វើបែបនេះដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងទិន្នន័យបងប្អូនបាទអញ្ចឹងនៅក្នុងនឹងផងដែរក៏សូមជម្រាបបងប្អូនផងដែរពេលដែលយើងយកឯកសារចាស់មកកែសម្រាប់គ្រោងដាក់ឆ្នាំថ្មីឧទាហរណ៍ថាខ្ញុំមានឯកសារឆ្នាំ2024នេះមួយចុះបាទការប្រើតារាងកាលភាគប្រចាំសប្តាហ៍មួយចុះអញ្ចឹងសម្រាប់ឯកសារនេះគឺនៅឆ្នាំ2024 25អញ្ចឹងខ្ញុំចង់បានឯកសារមួយឆ្នាំ2025 26គឺខ្ញុំមិនពេលខ្ញុំកែឯកសារនេះហើយសម្រាប់ខ្ញុំកែឆ្នាំនេះដាក់ឆ្នាំ2020 25ដល់2026អញ្ចឹងទៅយើងចូលឆ្នាំ2026ហើយបាទដាក់26 27អីចឹងណាអញ្ចឹងនៅពេលដែលយើងកែឯកសារនេះបើសិនជាយើងកែរួចហើយបងប្អូនមិនមែនចុច save កន្លែង save ធម្មតាឬក៏ចូល file ឬយក save ទេបងប្អូនគឺត្រូវយក save as ហើយបងប្អូនយកវាទៅដាក់នៅក្នុងឆ្នាំថ្មីយកប្រោសមកហើយបងប្អូនកំណត់ទៅកាន់ទីតាំង document ហើយដាក់ឆ្នាំថ្មី2025 26មកហើយបងប្អូនអាចជ្រើសរើស folder ណាបងប្អូនពេញចិត្តដូចខ្ញុំផ្នែកបំណិនជីវិតចឹងទៅខ្ញុំយកវាទៅដាក់នៅក្នុងបំណិនជីវិតបាទបន្តមកទៀតខ្ញុំយកពាក្យថារក្សាទុកអញ្ចឹងឯកសារបងប្អូននេះឯងនឹងត្រឡប់អាចាស់ក៏មានអាថ្មីក៏មានដែរសម្រាប់ឆ្នាំថ្មីក៏មានសម្រាប់ឆ្នាំចាស់ក៏មានអញ្ចឹងបងណាបាទការប្រើប្រាស់តម្រងបែបនេះគឺធ្វើឲ្យបងប្អូនងាយស្រួលរកឯកសារបងប្អូនត្រូវការឯកសារចាស់មកផ្ទៀងផ្ទាត់ជាមួយឯកសារថ្មីគឺយើងមានឯកសារគ្រប់ជ្រុងជ្រោយតែម្ដងបាទអញ្ចឹងសម្រាប់វីដេអូនេះគឺជូនបងប្អូនប៉ុណ្ណេះហើយសង្ឃឹមថាបងប្អូនអាចយល់ទៅលើពាក់ព័ន្ធជាមួយនឹងការរៀបចំទុកដាក់ឯកសារមានរបៀបបែបនេះហើយសំខាន់ចុងក្រោយមួយទៀតបងប្អូនណាគឺការដាក់ឈ្មោះឯកសារបានត្រឹមត្រូវឯកសារខ្លះបងប្អូនយើងទំរៀនកុំព្យូទ័រជាការដាក់ព្រះរាជាណាចក្រកម្ពុជាបាវចនានឹងគ្រប់ឯកសារទាំងអស់នៅពេលដែលបងប្អូនទៅរកអត់ឃើញទេបងប្អូនអើយនឹងទៅដល់ណាដល់ណីទេនេះបាទអញ្ចឹងពេលយើងត្រូវការរកយើងរកអត់ឃើញបងប្អូនធ្វើម៉េចបើព្រះរាជាណាចក្រកម្ពុជាតាមពីលើដល់ក្រោមបងប្អូនត្រូវការបើកឯកសារមួយណាអត់ឃើញទេមែនទេអញ្ចឹងបងប្អូនត្រូវតែរៀបចំឯកសារមានឈ្មោះមានfolder ដាក់ត្រឹមត្រូវដើម្បីងាយស្រួលក្នុងការរកនៅក្នុងការផ្ញើបញ្ជូនទៅខាងថ្នាក់លើអីវាស្រួលអញ្ចឹងណាបាទអញ្ចឹងសម្រាប់វីដេអូមានប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នាបន្តបាទនៅក្នុងវីដេអូក្រោយផងដែរបាទអរគុណជម្រាបលាបាយបាយបាត់